vậy tới cứ nhóm nơi tại bận tó tại cả mình ha pra lên có một sắp sai tại cứ nhóm mình chỉ đặt hàng việc luôn nhóm nơi tại trong chắn nơi tùng vơ đại kê ban thua đạp tây dương thua đạp bom ôm chia bồ đạn ruột nơi tam đồng bon prom đàn đại bộ cô thời ban bật bóng tiềnสมัยจักรซาบัดบองtiền tiềnสมัยเจอรถพิคลูหรือยักษ์เตยยูเหมือนแต่ตรงรวมแต่อะไรที่ตัวอันสกสันติพิมพ์มาเป็นจังการจงจำของnhóm nơi tại miền បីសិទ្ធិរីបង្ហាញឆន្ទៈបន្តពហិការមិនប្រើផលិតផលផ្ទះលេខ2ជាដាច់ខាតទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់ កាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ប្រជាពលរដ្ឋខ្មែរបានសាទរយ៉ាងខ្លាំងនៅពេលនាយករដ្ឋមន្ត្រីកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងសន្តិភាពនៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីដែលមានប្រធានាធិបតីអាមេរិកលោក Donald Trump និងលោក Anwar Ibrahim ធ្វើជាសាក្សីចំណែកបើទោះបីជាស្ថានភាពនៅប្រទេសទាំងពីរហាក់ថយកម្ដៅនិងលែងសូវតានតឹងដូចពីមុនប៉ុន្តែការតាំងចិត្តរបស់ប្រជាជនខ្មែរដែលពហិការឈប់គ្រប់គ្រងផលិតផលឬសេវាកម្មរបស់ផ្ទះលេខ2នៅតែបន្តធ្វើដោយគ្មានចិត្តងាករេដដែលជាស្ដេចបន្តពីតារាចម្រៀងលោកកែវវិស្នាដែលប្រកាសបដិញ្ញានិងសន្យាចំពោះមុខសាធារណជនថានឹងឈប់ជន់ដីប្រទេសនេះជារៀងរហូតពេលនេះកញ្ញាប៊ីសិទ្ធិរីដែលជាបបកញ្ញាខ្មែរម្នាក់ក៏បានចេញវីដេអូបញ្ជាក់ពីគោលបំណងរបស់ខ្លួនដែលនៅតែបន្តពហិការលើទំនិញថៃទាំងអស់បើទោះបីជាមានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃក៏ដោយការប្រកាសជំហរនាពេលនេះប៊ីសិទ្ធិរីបានបញ្ជាក់ថាមិនមែនជាការញុះញង់នោះទេប៉ុន្តែក្នុងនាមជាកូនខ្មែរនិងជាមនុស្សម្នាក់ដែលមានឆន្ទៈស្រឡាញ់ប្រទេសជាតិដោយតាមរយៈសម្លេងភ្ជាប់បន្ថែមខ្លឹមសារវីដេអូអតីតម្ចាស់មកុដបបកញ្ញាកម្ពុជារូបនេះបាននិយាយថាខ្ញុំនៅតែបន្តពហិការមិនមែនញុះញង់ប៉ុន្តែឆន្ទៈនេះចេញពីឈាមកូនខ្មែរកញ្ញាបន្តថានាងខ្ញុំនៅតែបន្តពហិការមិនប្រើប្រាស់ផលិតផលផ្ទះលេខ2នោះទេហើយខ្ញុំក៏មិនទទួលប្រម៉ូទការផ្សព្វផ្សាយផលិតផលណាដែលជាប់ពាក់ព័ន្ធជាមួយប្រទេសនោះទៀតឡើយកញ្ញាប៊ីសិទ្ធិរីបានរំលឹកថានាងខ្ញុំនៅតែចងចាំនៅទង្វើដែលប្រទេសថៃបានធ្វើដាក់ប្រទេសកម្ពុជាក៏ដូចជាធ្វើដាក់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ព្រំដែនដែលពួកគាត់បាត់បង់សមាជិកគ្រួសារបាត់បង់ទាំងផ្ទះសម្បែងត្រូវរត់ភៀសខ្លួនរយៈពេលយូរទម្រាំតែទទួលបានសុខសន្តិភាពត្រឡប់មកវិញអញ្ចឹងហើយការចងចាំរបស់ខ្ញុំនៅតែមាននៅតែឃើញពួកគាត់រងទុក្ខលំបាកជាពិសេសខ្ញុំសូមគោរពដឹងគុណក៏ដូចជារំលឹកទៅដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរទាំងអស់ដែលបានពលីជីវិតហើយនាងខ្ញុំនៅតែចងចាំនៅរឿងរ៉ាវទាំងនឹងទុំក្នុងនាមជាប្រជាពលរដ្ឋខ្មែរកូនខ្មែរដែលមានឈាមជ័រជាខ្មែរធ្វើឲ្យខ្ញុំចងចាំអត់ភ្លេចទេដូច្នេះហើយនាងខ្ញុំនៅតែបន្តពហិការមិនប្រើប្រាស់អ្វីក៏ដោយឲ្យតែជាប់ពាក់ព័ន្ធជាមួយប្រទេសមួយនឹងគឺខ្ញុំសូមមិនពាក់ព័ន្ធជាដាច់ខាតជាមួយគ្នានោះប៊ីសិទ្ធិរីក៏សង្ឃឹមបងប្អូនខ្មែរទាំងអស់គ្នានៅតែបន្តពហិការមិនប្រើប្រាស់ទំនិញប្រទេសនេះដែលងាកមកគ្រប់គ្រងផលិតផលក្នុងស្រុកដើម្បីធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសយើងកាន់តែមានភាពរីកដុះដាលនិងធ្វើឲ្យពិភពលោកកាន់តែទទួលស្គាល់ប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលស្អាតស្អំមានសុខសន្តិភាពនិងជាប្រទេសមួយអាចឲ្យគេមកទស្សនានៅអច្ឆរិយៈវត្ថុជាច្រើន